ជំរាបសួរប្រិយមិត្តថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកយល់ដឹងពីទំនោរអបិយជំនឿទាំង5ដែលចាស់ខ្មែរបុរាណបានហាមកូនចៅកុំធ្វើជាដាច់ខាតធ្វើត្បិតតែគ្មានអ្នកវិទ្យាសាស្ត្ររូបណាអាចបញ្ជាក់បានថាលើโลกនេះពិតជាមានព្រលឹងខ្មោចព្រាយបិសាចមែនឬក៏អត់តែហេតុការណ៍ជាក់ស្ដែងមួយចំនួនដែលកើតឡើងដោយការមិនគោរពជឿលើអបិយជំនឿនោះគឺជាការងើយឆ្ងល់របស់មនុស្សគ្រប់គ្នាជំនឿផ្នត់គំនិតរបស់មនុស្សបច្ចុប្បន្ននេះអាចប្រហែលជាមិនសូវជឿលើរឿងបែបអបិយជំនឿខ្លាំងដូចចាស់កាលពីសម័យបុរាណប៉ុន្មានទេក៏ប៉ុន្តែស្របពេលដែលយើងមានទស្សនៈផ្សេងជឿលើវិទ្យាសាស្ត្រក្នុងនោះយើងក៏មិនអាចប្រមាថបានដែរដូចជាជំនឿតាមបែបចាស់បុរាណលោកតែងតែប្រកាន់ទំនោរទាំង5នេះជាខ្លាំងតើទំនោរទាំង5នោះមានអ្វីខ្លះនោះសូមប្រិយមិត្តរីកស្ដាប់ដូចតទៅ 1. ទំនោរក្នុងការសែនជំនាញផ្ទះចាស់បុរាណតែងតែហាមដាច់ខាតកុំឲ្យកំប៉ុងជើងធូបឬមួយក៏មាននរណាម្នាក់មកដកជើងធូបលេងឲ្យសោះព្រោះថាពួកគេនឹងធ្វើឲ្យអ្នកជួបតែរឿងក្តៅក្រហាយឬអាចចេញមកឡងបន្លាចអ្នកទាំងអស់គ្នាក៏ថាបានព្រោះជំនាញផ្ទះអាចលេងខុសពីខ្មោចព្រាយបិសាចពួកគេគឺអាចចេញមកបង្ហាញខ្លួនឲ្យយើងមើលឃើញស្រស់នឹងភ្នែកតែម្ដងម្យ៉ាងមួយទៀតសម្រាប់សម្ដែងខ្មោចដូចជាក្នុងពេលចូលឆ្នាំចិនមានបងប្អូនមួយចំនួនចូលចិត្តរំលែកបាយម្ហូបខ្លះដាក់ចោលដើម្បីឲ្យពពួកខ្មោចអាណាថាបានបរិភោគតែយើងមិនដឹងទេថាការដែលធ្វើបែបនេះដូចជាបើកដៃឲ្យពពួកខ្មោចទាំងនោះចូលក្នុងផ្ទះរបស់យើងអញ្ចឹងដែរហើយពពួកខ្មោចទាំងនោះក៏ធ្វើការលបបន្លាចផ្សេងទៅកាន់ម្ចាស់ផ្ទះធ្វើឲ្យការរស់នៅមិនសុខនោះទេដូច្នេះប្រសិនបើលោកអ្នកមិនដែលសែនឬមិនចេះពីរបៀបក្នុងការសែននោះសូមកុំសែនជៀសវាងនាំចម្រៃជួបផ្ទះផងដែរមួយវិញទៀតចំពោះការធ្វើពិធីក្រុងវេលីឡើងផ្ទះថ្មីប្រសិនបើអ្នកមិនដឹងពីរបៀបសែននោះទេសូមកុំសែនអីល្អជាងជៀសវាងក្នុងការសែនខុសផ្ដេសផ្ដាស់នាំឲ្យសិរីសួស្ដីមិនល្អបែរជានាំឲ្យកើតមានរឿងចង្រៃឥតឈប់ឈរទៅវិញ 2. ដំណំហាត់ទៀនមួយដើមក្នុងផ្ទះចាស់បុរាណហាមដាច់ខាតក្នុងការអត់ទៀនមួយដើមក្នុងផ្ទះហើយហាមដាច់ខាតប្រើទៀនពណ៌សព្រោះថាទៀនពណ៌សតំណាងឲ្យខ្មោចអន្តងប្រលឹងហើយខ្មោចជាដើមហើយប្រសិនបើយើងអុជធូបមួយដើមនិងទៀនមួយដើមបែបនោះមានន័យថាយើងកំពុងតែហៅគេមកហើយទោះបីជាផ្ទះរបស់យើងមានចំនួនផ្ទះក៏ដោយពួកគេអាចចូលមកបានដែរព្រោះដោយសារយើងជាម្ចាស់ផ្ទះបានបើកដៃឲ្យគេមកដោយខ្លួនឯងហើយដូច្នេះហើយប្រសិនជាមានដាច់ភ្លើងនៅពេលរាត្រីសូមចងចាំថាកុំអុជទៀនមួយដើមហើយពណ៌សឲ្យសោះចុះអុជជាគូអ្វីដែលសំខាន់ថែមទៀតនោះគឺអុជទៀន3ដើមក៏មិនបានដែរព្រោះថាអ្វីក៏ដោយសិតតែមានគូរបស់វាក្នុងនោះចាស់តែងតែជឿថាប្រសិនបើអុជទៀន3ដើមអាចនឹងនាំឲ្យអ្នកនៅក្នុងផ្ទះមានគ្រោះដល់ជីវិត 3. ដំណំជន់ប៉ែឬកន្ទងខៀវប៉ែនិងកន្ទងខៀវមានលក្ខណៈខុសគ្នាត្រង់ថាប៉ែគឺគេដាក់សែនសម្រាប់ព្រលឹងខ្មោចរីឯកន្ទងនោះគឺសម្រាប់ដាក់សែនឲ្យកន្ទងខៀវតែប៉ុណ្ណោះនៅពេលដែលយើងដើរទៅតាមផ្លូវជាពិសេសពេលយប់ជងំហើយបានឃើញកន្ទងខៀវដែលគេយកទៅសែននៅតាមផ្លូវដាច់ខាតកុំទៅប៉ះពាល់ដើរកន្លងដើរជន់ឬនោមដាក់ឲ្យសោះហេតុផលដែលចាស់មានជំនឿបែបនេះដោយសារតែរីគឺខុសពីព្រលឹងខ្មោចអ្នកតាជាដើមរីមានឥទ្ធិពលខ្លាំងក្លាដែលអាចកាច់ធ្វើឲ្យមនុស្សស្លាប់បានមួយរំពេចឬក៏ឡងបន្លាយធ្វើឲ្យអ្នកស្លាប់ក៏មានដែរឬម្យ៉ាងទៀតព្រលឹងព្រៃទាំងនោះអាចចូលមកសន្ធិដ្ឋក្នុងខ្លួនរបស់អ្នកដែលអាចនាំឲ្យអ្នកទៅធ្វើរឿងផ្ដេសផ្ដាស់ដូចជាលោតទឹកសម្រាប់ខ្លួនជាដើម 4. តំណមគូសញ្ញាផ្ដេសផ្ដាស់នៅក្នុងផ្ទះហាមគូសញ្ញាផ្ដេសផ្ដាស់នៅក្នុងផ្ទះដូចជាសញ្ញាខ្វែងជើងក្អែកសញ្ញាលេខបូកព្រោះវាអាចនាំភាពចង្រៃខ្លាំងបំផុតមកដល់ក្រុមគ្រួសាររបស់អ្នក 5. ដំណំហាមយករបស់បែកចូលក្នុងផ្ទះអ្វីក៏ដោយដែលជារបស់បែកបាក់សូមកុំយកចូលក្នុងផ្ទះឲ្យសោះព្រោះថាវានាំឲ្យសិរីសួស្ដីចេញមង្គលទាំង5ប្រការនៅក្នុងផ្ទះប្រែមកជារលាយហិនហោចដូចជានាំគ្រោះចង្រៃចូលមកក្នុងផ្ទះដូចនេះដែរយ៉ាងណាមិញការរៀបរាប់ខាងលើនេះគឺគ្រាន់តែជាការជឿបែបអបិយជំនឿដែលចាស់បុរាណតែងតែមានជំនឿតគ្នាតាំងពីបុរាណកាលមកហើយជំនឿទាំងនេះក៏នៅតែមានការប្រកាន់ភ្ជាប់ក្នុងគ្រួសារមួយចំនួននៅតាមតំបន់ផ្សេងផងដែរហើយឡែកសម្រាប់ការជឿឬមិនជឿគឺសម្រាប់ទៅលើការយល់ឃើញរបស់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះជាចុងក្រោយខ្ញុំសូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានស្ដាប់នៅការអធិប្បាយរបស់ខ្ញុំប្រសិនជាខ្ញុំអធិប្បាយលើសលួសខ្វះខាតត្រង់ណានោះសូមប្រិយមិត្តស្ដាប់ផ្ដល់មតិនៅខាងក្រោមជាចុងក្រោយឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិបានជិតមកដល់ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារហើយរកស៊ីមានបានគ្រប់គ្នាសូមអរគុណ